ចូលមកដល់រមណីយដ្ឋាននេះភ្លាមគឺខ្ញុំមានអារម្មណ៍ថាប្លែកភ្នែកខ្លាំងមែនតើជាមួយនឹងធម្មជាតិគឺពណ៌បៃតងខៀវស្ងាត់តែម្ដងនៅនេះហើយអ្វីដែលសំខាន់ហ្នឹងទឹកគេហ្នឹងក៏ពណ៌ខៀវថ្លាឡើងត្រជាក់ភ្នែកហ្មងហើយនៅនេះគឺយើងអាចអង្គុយឈៀល relax ជួបជុំគ្រួសារថ្ងៃចុងសប្តាហ៍ហើយបើនិយាយពីម្ហូបគេវិញគឺឆ្ងាញ់សឹងតែគ្រប់មុខតែម្ដងអ្នកទាំងអស់គ្នាហើយកន្លែងអង្គុយរបស់គេគឺជាប់នឹងមាត់ទឹកហ្នឹងតែម្ដងយើងអាចអង្គុយកយគន់ជាមួយនឹងទេសភាពតាមមាត់ទឹកហ្នឹងជាមួយនឹងទឹកពណ៌បៃតងគេហើយនៅក្នុងទឹកហ្នឹងគឺសិតតែត្រីអ្នកទាំងអស់គ្នានិយាយទៅគឺយើងអាចអង្គុយដាក់ចំណីត្រីលេងនិយាយទៅគឺត្រីច្រើនខ្លាំងមែនតើហ្មងជាពិសេសគឺខ្ញុំឃើញក្មេងៗអូនអីគឺគាត់ចូលចិត្តខ្លាំងមែនតើហើយកន្លែងដែលខ្ញុំនាំអ្នកទាំងអស់គ្នាមកនេះគឺនៅអាណាចក្រដូងណាអ្នកទាំងអស់គ្នានៅឧដុង្គយើងនឹងទេចិត្តទេនិយាយទៅជីយ៉ាងច្រើន1ម៉ោងតិចតួចអីហ្នឹងគឺទៅដល់ហើយយើងអាចចេញឆ្ងាយពីផ្សែងឡានម៉ូតូចេញពីទីក្រុងអញ្ចឹងណាអញ្ចឹងចុងសប្តាហ៍អីហ្នឹងគឺមកនេះគឺត្រូវខ្លាំងមែនតើហើយអ្វីដែលសំខាន់ហ្នឹងគឺបុគ្គលិកគាត់នៅនេះគឺរុះរាយខ្លាំងមែនតើសុជីវធម៌អ្នកនៅតំបន់និយាយទៅគ្រាន់តែយើងទៅដល់ភ្លាមគឺគាត់គោរពសំពះជម្រាបសួរយើងនិយាយទៅគឺសិលធម៌ល្អខ្លាំងមែនតើហើយហាងនៅពេលដែលបើកនៅតាមតំបន់ដែរនៅតាមខេត្តចេះគឺជួយទៅដល់បងប្អូនសហគមន៍ឲ្យគាត់មានការងារធ្វើហើយអញ្ចឹងគឺគាត់អត់ចាំបាច់ចំណាក់ស្រុកទៅធ្វើការនៅបរទេសឬក៏ទៅធ្វើការនៅឆ្ងាយទេគាត់អាចធ្វើការនៅនឹងហើយបានជួបជុំក្រុមគ្រួសារគាត់ទៀតហើយបើសិនជានិយាយពីម្ហូបរបស់គាត់វិញខ្ញុំអាចនិយាយបានថាម្ហូបនៅនេះអីក៏ឆ្ងាញ់ដែរមានតាំងពីមាន់ដុតដូងណាអ្នកទាំងអស់គ្នាបើនិយាយពីហ៊ូជាតិគឺ the best មែនតើជ្រលក់ជាមួយនឹងប្រហុកគ្រាប់អីហ្នឹងគឺថាឆ្ងាញ់ខ្លាំងហ្មងហើយមានតាំងពីម្ជូរស្រែបកងឆាខ្ទិះហើយអ្វីដែលសំខាន់ហ្នឹងប្រហុកលើឈុញរបស់គាត់នេះគឺថា the best ខ្លាំងមែនតើហ្មងញ៉ាំនៅសៀមរាបមួយញ៉ាំនៅនេះគឺហ៊ូជាតិដូចគ្នាហើយនៅនេះជារៀងរាល់សប្តាហ៍គឺគាត់តែងតែមានទូកដើម្បីលក់នំចេបជាប្រភេទនំខ្មែរយើងណាហើយអ្វីដែលសំខាន់ហ្នឹងមាននំសូភីទេអ្នកទាំងអស់គ្នាដែលគេកំពុងតែល្បីឬក៏នំផ្លែអាយនិយាយទៅគឺគេល្បីនំសូភីនឹងឯងហើយមាននំបាយទ្រាបមាននំអីនិយាយទៅគឺមានច្រើនណាស់អ្នកទាំងអស់គ្នាដែលជាប្រភេទនំខ្មែរយើងដែលធ្វើដោយអ្នកនៅតំបន់ហ្នឹងតែម្ដងហើយអ្វីដែលពិសេសហ្នឹងគឺគាត់ធ្វើសិតតែរបស់ធម្មជាតិអ្នកទាំងអស់គ្នាអញ្ចឹងចុងសប្តាហ៍បើសិនជាចង់ជួបជុំគ្រួសារហាក់ដឹងទៅណាទេអ្នកទាំងអស់គ្នាអាចមកសាកមកទទួលយកអារម្មណ៍ថ្មីនៅអាណាចក្រដូងនេះបានដែលយើងជិះតែ1ម៉ោងតិចតួចទេពីភ្នំពេញមកដល់កន្លែងឧដុង្គអាណាចក្រដូងនេះហើយបើនិយាយពីផ្លូវវិញគឺងាយស្រួលជិះទេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាទីតាំងជាក់ស្ដែងចាំខ្ញុំដាក់នៅ caption ខាងលើវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណបាយបាយ